ងើពីព្រឹកព្រលឹមមិនទាន់ភ្លឺព្រះអាទិត្យមិនទាន់រះដើរក្នុងព្រៃដើរឡើងភ្នំធ្វើដំណើរដើម្បីទៅឡើងភ្នំម្រេចកង្កែបទស្សនាជាមួយនឹងវីដេអូនេះទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងដាក់វីដេអូនៅសំឡេងស៊ីនទាំងអស់គឺខ្ញុំអត់ voice over ទេសម្រាប់បងប្អូនអាចទស្សនាមួយវីដេអូនេះបានស៊ូបងស៊ូអាយ៉ាបងល្អិលដាក់អានេះស៊ូដាក់ជាដើរប្រឆិតជើងដើរតាមស្ពានមកបានហើយដើរទាំងពីរពិបាកទុកខ្លួនអានេះអង្គើអានេះនេះផ្លូវឡើងម្រេចកង្កែបបាទដើរបានហើយជាចិត្ត1ម៉ោងគេទំដាក់ផ្លាកផ្លូវឡើងទៅម្រេចកង្កែបបាទហើយក្នុងនេះគេដាក់ថាចូលរួមថែរក្សាបរិស្ថានដើម្បីយើងទាំងអស់គ្នាដើម្បីបរិស្ថានដើម្បីយើងទាំងអស់គ្នាផ្លូវឡើងទៅកាន់ភ្នំម្រេចកង្កែបទស្សនវិជ្ជាផ្លូវបែបនេះសម្រាប់បងប្អូនទាំងអស់គ្នាអាចខ្ញុំអំណងចង់មកលេងភ្នំម្រេចកង្កែបបងប្អូនអាចទស្សនាវីដេអូមួយនេះបានថាតើផ្លូវនឹងមានស្ថានភាពបែបណាបងប្អូនអាចទៅដល់បានចាំផ្លូវលើខ្ញុំថតទស្សនវិជ្ជាទាំងមូលឲ្យបងប្អូនទាំងអស់គ្នាបាទនេះមកដល់នេះគឺផ្លូវអមទៅដោយដើមឫស្សីស្អាតទេស្អាតលយទេលយនេះញាក់សាច់ផ្លូវស្អាតញាក់តែត្រូវដើរស្រួលបួ Hello ស្រួលច្បាយមួមមកទៀតអត់ច្បាយឯច្បាយខ្លាំងណាខ້อยបងខាងក្រៅណានៅម៉ៃថតទុំហ៎អត់ទេបងកុំភ្លេច follow TikTok ខ្ញុំ SSVD 8អូប្រម៉ូទ TikTok ទៀតចាំអាឆ្លាក់ slow ទៅដល់អូ my god អាយ៉ាបោះឈើចោលអាខណៈពេលនេះគឺយើងបានមកដល់លើភ្នំហើយបាទនេះបាទអូ my god អូពីរនាក់ពឹកមិនបានដេកមកទី3យេឥឡូវយើងនៅណាតាយេអូខេដល់ភ្នំនេះហើយ Alright. Oh,